ជំរាបសួរលោកគ្រូនិងសួស្តីអ្នកគ្នាខ្ញុំបាទជំនួសរងយុសម្រាប់មកពីក្រុម FV7 so ថ្ងៃនេះដែរខ្ញុំធ្វើការមក record តាក់ទងជាមួយនឹង project exam PP របស់យើងគឺតាក់ទងជាមួយនឹងការជាមួយនឹង function ហើយក្នុងនេះដែរយើងមានជាមួយនឹង8ចំណុចដែលត្រូវយកមកនិយាយ so ទី1នេះគឺ understand what the function is ទី2គឺ create and calling a functions ទី3គឺ parameter input ទី4គឺ return value ទី5គឺ default parameter ទី6គឺ multiple argument ទី7ទី6 multiple argument ទី7 keyword argument ទី8គឺ arbitrary argument ដែលតើតើជាមួយនឹងផ្កាយ1និងផ្កាយ2 so ទី1នេះគឺ understand what the function is the function គឺជា function គឺជា block code មួយដែលយើងសរសេរទុកដើម្បីធ្វើការ call មកប្រើនៅពេលក្រោយទៀតបានហើយបានន័យថាយើងអាចសរសេរ block code តែម្ដងជា function មួយហើយយើងអាចហៅវាមកប្រើច្រើនដងទៀតផងដែរវាជាការសរសេរកូដតារាចឹងទៅហើយវាអាចសរសេរជា function មួយដោយយកវាទៅដាក់ឈ្មោះដាក់អីត្រឹមត្រូវចឹងទៅហើយយើងក៏អាចហៅវាប្រើព្រោះអីវាមានភាពងាយស្រួលក្នុងការគ្រប់គ្រងនិង maintenance នៅពេលក្រោយអូខេអញ្ចឹងទី2នេះគឺ create and calling functions so យើងបើក PyCharm សិនអូខេអានេះខ្ញុំបានបង្កើត function មួយ so ការ delete មកទី1នេះយើងធ្វើការ create and calling function ដើម្បី create យើងបានយើងធ្វើការ define វាទៅ so យើង define sum and ធ្វើការ print វាមួយមកធ្វើការ print sum ចេញអានេះយើងអាច print sum បានឬក៏ hello ក៏បានហើយបើយើងចង់តេស្តគាត់ជាការ create ធម្មតាទេហើយដើម្បីធ្វើការបានជាមួយនឹងកូដនឹងយើងធ្វើការដាក់ sum and អូខេវាបានបង្កើតជាមួយនឹង usage មួយទៅការ run វាមកអូខេអញ្ចឹងវាបង្កើតណាវានឹងចេញ sum so នេះគឺជាការបង្កើតនឹង calling function យើងបានហៅវា sum នេះវាចូលទៅក្នុងនេះហើយវាធ្វើការ print ចេញ sum នេះ and អូខេអាហ្នឹងគឺជាទី2ទេហើយទី3នេះគឺជា parameter input នេះតើតើជាមួយនឹងការដែលយើង add ជាមួយនឹង parameter ចូលទៅក្នុងនេះ so ខ្ញុំ add a និង b a និង b ហើយកន្លែងនេះខ្ញុំដាក់ជា result វា result ខ្ញុំដាក់វាស្មើជាមួយនឹង a ទៅ b a និង b ហើយនៅក្នុង a នេះដែរខ្ញុំដាក់ជាមួយនឹងលេខ6ហើយនិងលេខ7អូខេអញ្ចឹងវា auto generate កន្លែងនេះហើយគឺវានឹងចាប់ទិន្នន័យជា order ដូចថាអានេះគឺលេខនៅដើមគេគឺវានឹងចាប់យក A ហើយលេខនៅចុងគេនេះវាលេខបន្ទាប់ហ្នឹងវានឹងចាប់យក B ហើយបន្ទាប់មកវានឹងធ្វើការ print result មួយដែលបានជាមួយនឹង A និង B អូខេយើង run មកនឹងចេញលេខ6និងលេខ7 so result យើងចេញតាម print នេះអូខេនេះគឺជាការដែល parameter input ទេ and then អានេះគឺជា return value ហើយចំពោះ return value នេះដែរយើងធ្វើការដាក់ជាមួយនឹង return នៅកន្លែងនេះ so យើងធ្វើការដាក់ return ខ្ញុំឲ្យវា a បូកជាមួយនឹង b so នៅពេលដែលអាហ្នឹង a បូក b គឺយើងអាចធ្វើការ run វាបានអូខេនៅពេលដែល run វាអត់បានចេះដើម្បីបានន័យថាវាអត់តមាន print ទេយើងអាចដាក់ print វាបាន so យើងអាចដាក់ print result ខ្ញុំអាចដាក់ថា print result ULT ដាក់ចង់វិញ wait result អូខេនេះទៅការដាក់ទៅ and ហើយដាក់លេខ1លេខ7សួរមើលអូខេអញ្ចឹងនៅពេលដែលនេះវាអាចដាក់លេខនៅពេលដែលលេខ function ដែលយើង call ហៅនេះគឺនៅកន្លែងនេះវាចូលទៅអានេះលេខ7វាចូលទៅខាងនេះតមកវាធ្វើការ return a បូកជាមួយនឹង b វានឹងយកលេខ6បូកជាមួយលេខ7 and result មកវានឹងចេញលេខ13 so អានឹងតែប៉ុណ្្នឹងទេ return value របស់វា and យើងចូលដល់ទី5នេះគឺជា default parameter ជាមួយ default parameter នេះយើងអាចធ្វើការ set ជាមួយនឹង default វាបាន so លេខ c ខ្ញុំដាក់លេខ c លេខ54ចឹងទៅ and then អានេះយើងធ្វើការ return វាបូកជាមួយនឹងអក្សរ c មួយទៀតអូខេ
vậy nên cho mình xem return parameter default parameter thì default với mình lấy cho một năng lấy bằng lịch c mà năng 24 so return nó a book b book c a book b and book c ok chẳng về ran nó về năng tranh lịch 7 and to từ nãy dừng từ can multiple argument multiple argument okay cho multiple argument này việc cất tam đại order đại nhiệt việc cất tam order function so nó phải đại anh ấy việc lấy vào mối and việc chập từ căn lấy anh ấy việc thông tin mối việc đừng chập thông tin mối thông tin pi đừng chập thông tin pi nó phải thông tin bay nó bị chập thông tin bay đi nhiệt anh ấy cứ chỉ đại dương tha việc chỉ multiple argument sorry ok chẳng cho bộ tìm bấm cứ việc học nghề tịch tuổi tế cứ keyword argument cho bộ keyword argument ấy nhưng ai thời ca đã cho mùi能 mua với bạn rồi nhưng khao viên ha oh shit ok ấy nhưng ai đã việc mà cho mùi năng lấy bằng mũi so lấy bằng bấm nhưng đã cho mùi năng sọc bí cứ lấy bằng pi bí cái smart lấy bằng bấm so nó về đây nhưng ran tới cứ viên đừng trên lấy bằng mũi năng lấy bằng bấm vậy anh em rồi việc buộc như thế này bây giờ dân đã nó nói dân ở đây buộc như bạn thấy sau dân đã print biết nhưng ai tới ca đã print ấy anh em print ấy em tới ca đã tới sau anh em đã ấy anh em print bí ca ran tới viên tranh lấy của mối lấy bằng bờ ấy small lấy của mối lấy bằng bờ nó không đi đá để dân tới ca đã dân ai tới ca set cho mùi nâng keyword argument នេះបានគឺដោយសារតែអានេះយើងអាចធ្វើការដាក់បញ្ច្រាស់គ្នាបានដោយសារតែវាស្គាល់ A ស្មើប្រមាណ B វាស្មើប្រមាណអូខេអញ្ចឹងយើងដាក់ធ្វើការដាក់ឆ្លាស់គ្នាយ៉ាងណាក៏វានៅតែអាចចាប់អាលេខនឹងបានដែរ so A វាស្មើ6 B វាស្មើជាមួយនឹង7អូខេអានេះយើងអាចដាក់ C បានមួយទៀតគឺវាស្មើជាមួយ54 so C អូខេ C វាស្មើ54តែប៉ុណ្្នឹងទេ and យើងចូលទៅដល់លេខ8អូខេលេខ8នេះគឺតកតងជាមួយនឹង arbitrary argument ចំពោះ arbitrary argument នេះគឺតកតងជាមួយនឹងផ្កាយ1និងផ្កាយ2ដែលយើងអាចដាក់ like this ពេលយើងធ្វើការដាក់ show user មកអានេះយើងធ្វើការ rename វាដាក់ជា show user and អានេះយើងតកតងជាមួយនឹងផ្កាយ1 user and យើងធ្វើការដាក់ print មក print user ដែលក្នុង user នេះខ្ញុំដាក់ថាក្នុង user នេះខ្ញុំដាក់ថាវិញនៅក្នុង user នេះយើងអាចទៅជា return វិញបានវិញ return print ជា user user đặt tình này chia user and nhằm thực ai vi thời ca ai vi show user tam đấy so user oh shit ai vi show user là miền một thà được ok chẳng những thực ca ran vi tới vì error để sao tại những lịch tạ này oh shit this one ok chẳng oh cái mối này cứ viên đừng chập tên này chia tuple so nó về đại tuple cứ viên đừng like bạn này cứ viên ai tất cả đã bắt đầu tới kia bạn ok chả này nhưng đã cho mỗi các bạn này nhưng đã cho cái công việc đây này so anh ấy ai đã cho một slack này bán so cái đây nhưng mà đã cái này cứ viên chuyển đổi trong ca để tha để bây giờ đặt cái này cứ viên đừng có đấy cho bác thà vì error rồi so anh ấy nhưng ai đã ban tầm mùi thế function tầm mùi tại bây giờ dương trong man function chắc là dương ai tới ca declare này không đi bán user p and dương ai là bây giờ dương đã nó hết dương thực complete đã này can đi đã rồi user p mùi ghế rồi dương tới ca copy này mùi tiết and anh ấy chắc là cho mỗi các bạn này kể viên pram dương thay user mùi này user p ok anh đang chia viên ca code tràn đong dương từ ok chẳng chỉ một là hai đây cái đặt cái môi cái pi số cái pi vậy đó thì chẳng đặt cái môi màu bánh
and okay អូខេតែប៉ុណ្ណឹងវានឹងចាញ់តន័យជាទូផលនេះ so អានេះយើងអាចដាក់ជាមួយនឹងlike ណែបានទេ like this យើងអាចដាក់តន័យជាអីផ្សេងចឹងទៅវារ៉ាន់មកវានឹងច្បាស់ណាស់ថាវា error អានេះយើងចូលទៅបន្តទៅមុខទៀតអូខេអញ្ចឹងចំពោះកាយ2នេះវាអាចចាប់តន័យជាdictionary like dictionary dictionary ហ្នឹងវាចាប់ជាមួយនឹងជា key និង value បាន so កាយ2ខ្ញុំធ្វើការដាក់កាយ2ទៅវានឹងចេញយើងអាចដាក់ជាមួយនឹង name បានយើងដាក់ age បានអីក៏បានដែរ so កន្លែងនេះចាយើងអាចដាក់ជាមួយនឹង male បានមួយទៀត so gender oh shit gender ខ្ញុំដាក់ male ហើយខ្ញុំអាចដាក់ age បានហើយជាមួយនឹង true false ខ្ញុំអាចដាក់បានដែរ so បើសិនជាវា true ស្មើជាមួយនឹង t អានេះយើងអាចដាក់ជាមួយនឹងអក្សរ t ទួយនេះបានទេណាបើសិនដាក់ទៅវានឹង error អូខេ so យើងដាក់ t ផងមិនបានណាវាប្រកាន់ហើយតន់តែប៉ុណ្ណឹងអូខេបើសិនជា for វានឹងចាញ់ for ដូចគ្នា so បើសិនជាវា for វា for អានេះវាអាច declare ជា dictionary បាន so ខ្ញុំគិតថាតែប៉ុណ្្នឹងទេ function របស់វាមានតែប៉ុណ្្នឹងទេ and សូមបញ្ចប់វីដេអូប៉ុណ្្នឹងហើយអរគុណអ្នកទាំងអស់សម្រាប់ការមើលវីដេអូនេះបាយអ្នកគ្នា